អ្នកខ្លះទៅឆាប់ឆេវឆាវតែមែនតែនទៅគាត់នៅមានពាក្យសម្ដីអីគេបន្តិចតួចលើសលួសហ្នឹងគឺថាយកមកដេកគិតត្រេះរិះមួម៉ៅក្តៅក្រហាយភ្លេចមិនបានហ្មងវាទៅជាដូចជារឿងធំដុំណាស់អញ្ចឹងទៅអាហ្នឹងវាន័យថាផ្លូវចិត្តយើងវាទន់ខ្សោយអញ្ចឹងមានស្អីមកប៉ះបន្តិចក៏វាឆេះដែរដូចជាលហុងខ្ចីគាត់និយាយអីទៅប៉ះទីវាហូរជ័រមកអានឹងវាអាចតាក់ទងនឹងរឿងយើងសំមួម៉ៅstress គិតច្រើនរហូតដល់ពេលគេងមិនលក់ដល់គេងមិនលក់ទៅវាប៉ះពាល់ដល់ពោះវៀនដល់កាពះបេះដូងញ័រភ័យមានរឿងអីតិចស្លន់ស្លោស្លុតចឹងហើយហើយទៅជាជំងឺរាងកាយឈឺចុកចាប់ពេញខ្លួនឈឺស្មាឈឺខ្នងភ័យស្លន់ស្លោទៅអានឹងវាប៉ះពាល់ដូចថាផ្លូវកាយនិងផ្លូវចិត្តហ្នឹងវាមានទំនាក់ទំនងគ្នាបើចិត្តយើងវាទន់អញ្ចឹងកាយយើងហ្នឹងក៏វាងាយរងគ្រោះដោយជំងឺដែរអញ្ចឹងវាតលថាបើចិត្តវាឆាប់ឆេវឆាវអញ្ចឹងតលហ៊ានដូចថាបើតែការទូខុសត្រូវនឹងវាធ្ងន់រៀងបន្ថយបន្តិចកុំឲ្យវាដុនដាបខ្លាំងពេកហើយរកកន្លែងបើថាវាបាក់ខ្លាំងវាតលនៅកន្លែងដែលរៀងស្រឡះបន្តិចកន្លែងដែលមានខ្យល់អាកាសធំទៅធម្មជាតិអីចឹងទៅព្រោះហ្នឹងវាត្រូវផ្សាវាត្រូវមានពេលមកព្យាបាលទាំងរាងកាយព្យាបាលទាំងផ្លូវចិត្តហ្នឹងបើនៅក្បែរអ្នកណាដែលនាំរឿងដែលនាំឲ្យសบายចិត្តរឿងល្អកុំទៅនៅក្បែរអ្នកដែលនាំរឿងក្តៅក្រហល់ក្រហាយនេះចេះនោះចុះអុចឲ្យយើងក្តៅទៀតយើងរឹតតែក្តៅហើយយើងមានពេលដូរចិត្តមកផ្គងរឿងល្អរឿងបុណ្យរឿងកុសលទៅចិត្តហ្នឹងតែពេលវាផ្ដោតទៅលើអីរឿងហ្នឹងធំហើយវាភ្លេចអារឿងអីផ្សេងទៀតឧទាហរណ៍បើយើងនឹកដល់ពាក្យសម្ដីគេនទីហ្នឹងវាសំទៅធំមែនតែនហ្មងខ្លាយទៅជាភ្នំភ្លើងទៅរឿងទូចមួយបើយើងភ្លេចទៅវាចប់បាត់ហើយប៉ុន្តែយើងយកមកសំវាធំយ៉ាងណាបើយើងផ្ដោតទៅលើរឿងល្អយើងយ៉ាងហោចយើងនៅមានជីវិតយ៉ាងហោចយើងនៅមានពុកម៉ែយើងនៅថែគាត់យ៉ាងហោចយើងអាចនឹងបំពេញការងារឬក៏យើងធ្វើមានឱកាសថ្វាយគុំព្រះយើងផ្កាបូជាយើងដាក់បាតយើងស្ដាប់ធម៌យើងអានសៀវភៅធម៌ឲ្យក៏គុំដូចថាចំណាយពេលច្រើនហួសហេតុពេកនៅលើព័ន្ធសង្គមនោះព្រោះពេលខ្លះក៏ធ្វើឲ្យយើងច្បោកច្បល់ដែរមិនហាមឃាត់ទេប៉ុន្តែគ្រាន់តែថាយើងឆ្លៀតពេលមករក្សាផ្លូវចិត្តយើងឲ្យបានល្អបើជួយថែមពីនឹងទៅទៀតឧទាហរណ៍ទៅដូចយើងរៀនធ្វើសមាធិផ្គងចិត្តនៅលើដង្ហើមឬក៏នៅលើមេត្តាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខអញ្ចឹងទៅចិត្តហ្នឹងវាផ្ចង់ទៅលើរឿងហ្នឹងរឿងល្អហ្នឹងវារីកធំហើយអារឿងអាក្រក់ហ្នឹងវារៀងឆ្ងាយទៅវាមិនមែនបានន័យថារឿងអាក្រក់រត់ចេញពីយើងវាមិនមែនអញ្ចឹងទេមានន័យថាអកុសលវិបាកវានៅតែមានសម្រាប់ជីវិតយើងអញ្ចឹងប៉ុន្តែដូចថាយើងផ្ចង់ទៅលើអារម្មណ៍នាំឲ្យចិត្តស្ងប់ចិត្តវាបានស្ងប់ទៅវាឃ្លាតឆ្ងាយពីអារម្មណ៍ដែលនាំឲ្យកើតទុក្ខហ្នឹង
ប៉ុន្តែត្រូវការពេលវេលាត្រូវការទីកន្លែងដូចថាឆ្លាស់ល្អកុំសូវនៅក្នុងកន្ទប់ស្មុកអត់ចេញទៅណានឹងក៏គ្រោះថ្នាក់ដែរព្រោះក្នុងកន្ទប់វាយូរទៅវាខ្វះអុកស៊ីហ្សែនវាធ្វើឲ្យយើងឆាប់មួម៉ៅហើយបើយើងអត់ធ្វើអីទៀតរៀងស្ទុកទៅអាហ្នឹងជំងឺហ្នឹងវាកាន់តែជិះជាន់យើងអញ្ចឹងតោះឡើយយើងរៀងល្វាបន្តិចយើងដកដង្ហើមយើងហាត់ប្រាណយើងញ៉ាំទឹកយើងគេងជាពិសេសហ្នឹងគឺគេងបើមានវិបត្តិហ្នឹងហើយយើងមិនបានគេងគ្រប់គ្រាន់ទេអានឹងហិតតែគ្រោះថ្នាក់ហើយយើងសេពគប់មនុស្សត្រូវយើងចំណាយពេលរក្សាចិត្តខាងក្នុងអានឹងយើងនឹងអាចប្រោះព្រំចិត្តរបស់យើងឲ្យស្រស់ឡើងវិញ